ស្វាគមន៍មកកាន់ Channel និទានរឿងព្រេងខ្មែរភាគ1ដែលជាអេពីសូតទី14រឿងជាតិខ្លាធំកាលពីព្រេងនេះមានព្រះមហាក្សត្រមួយព្រះអង្គខ្សោយរាជសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាតំណាងព្រះនេតព្រះការព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ផែនដីតាមព្រះរាជប្រណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រនិងចតុស្ដម្ភទាំង4នាក់ពុំបានរៀនវុទ្ធមន្តខាងការពិជ័យសង្គ្រាមដូចជាព្រះរាជាមុនមកឡើយព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពរបស់ព្រះអង្គចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃប្រជាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់អែបណែបនិតចិត្តព្រះអង្គហើយដោយមានហោរាចតុស្ដម្ភទាំង4នាក់និងមន្ត្រីអាទិត្យកាប់អង្គមកតាមធម្មតាពេលនោះទ្រង់ភ្នាក់ព្រះតីចង់ទៅរៀនសិលសាស្ត្រក្នុងសំណាក់អាចារ្យទិសាបមកឯនគរតកសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីក៏សុំទៅតាមផងឯហោរានិងចតុស្ដម្ភទាំង4នាក់ក៏សុំតាមហែព្រះអង្គទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដម្ភទាំង4នាក់ចេញមកចាក់ព្រះនគរគម្រប់7ថ្ងៃដល់នគរតកសិលាបានជួបនឹងអាចារ្យទិសាបមកក៏សូមរៀនសិលវេទអាចារ្យទិសាបមកទទួលព្រះរាជបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះសពគ្រប់ទោះចង់ខ្លែងខ្លួនជាសត្វដេរិឆានឬជាយក្សកន្ធប់សព្នាក៏បានដោយងាយរៀនចេះចាប់ស្រាច់ស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រាជដំណើរត្រឡប់មកវិញព្រមដោយហោរានៅចតុស្ដម្ភទាំង4នាក់ទ្រង់ចេញចាក់ក្រុងតកសិលាបាន3ថ្ងៃហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងតាត់កាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយហោរាចតុស្ដម្ភទាំង4នាក់ព្រមទាំងអគ្គមហេសីថាឥឡូវនេះយើងជិតដល់នៅការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនិងចិញ្ចឹមជីវិតតាអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនេះបើកាឡាខ្លួនខ្លាចជាខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទ្រង់រំតែដល់ព្រះនគរសឹមកាឡាខ្លួនជាមនុស្សវិញក៏បានព្រះរាជាព្រះមហេសីនៅចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះបន្ទូលសួរថាឥឡូវរូបខ្លាទាំងមូលនេះលោកណាត្រូវកាឡាខ្លួនធ្វើជាអ្វីចតុស្ដម្ភសុំធ្វើជាជើងខ្លាទាំង4ហោរាសុំធ្វើជាកតុយព្រះអគ្គមហេសីសុំធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាកាឡាខ្លួនកើតជាព្យុរាជស្ដេចខ្លាបានដូចសេចក្តីប្រាថ្នាស្ទុះបោដេញចាប់សត្វប្រឹសក្តាន់ជាអាហារលុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាខ្លាមានកម្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះការនឹងចាប់សត្វជាអាហារគឺដឹងដោយកតុយជាមុនព្រោះជាហោរាដងខ្លួនដែលទំផ្លន់គឺព្រះអគ្គមហេសីជាស្ត្រីភាពឯក្បាលដែលមើលឃើញសម្បំអស្ចារ្យគឺតួព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដម្ភទាំង4
បាទសូមអរគុណដែលបានតាមដាននិងស្ដាប់នៅ Channel និទានរឿងព្រេងខ្មែររបស់ខ្ញុំបាទដូច្នេះក៏សូមស្នើពរដល់បងប្អូនដែលបានស្ដាប់រហូតដល់ចប់មេត្តាជួយ Like និង Subscribe នៅ Channel របស់ខ្ញុំបាទដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែម